បាទជម្រាបសួរបងប្អូនដែលពេញនិយមលេង eFootball ទាំងអស់គ្នាហ្នឹងហើយថ្ងៃហ្នឹងគឺខ្ញុំនឹងមកប្រាប់អំពីរបៀបនៃការបូកកីឡាករ Hardik កីឡាករមួយហ្នឹងគឺឃើញគេពេញនិយមលេង rank ខ្លាំងមែនទែនសម្រាប់ Hardik ហ្នឹងល្អអ្នកគ្នាសម្រាប់ការលេង rank កីឡាករមួយហ្នឹងក៏ខ្ញុំមិនដែលស្គាល់ដែរអ្នកគ្នាក៏ដឹងខ្ញុំមកពីប្រភពណាទេក៏តែនៅក្នុងពេចគឺល្អខ្លាំងមែនទែនហើយហ្នឹងគឺខ្ញុំនឹងប្រាប់ពីរបៀបនៃការបូកឲ្យបានបូកក្បាយជូនដល់អ្នកគ្នាហើយសម្រាប់ទូនាទីរបស់ play style របស់គាត់គឺ Hardik ហ្នឹងគាត់លេងលក្ខណៈបញ្ចប់ទីហ្នឹងហើយការបញ្ចប់ទីល្អឥឡូវខ្ញុំនឹងមកប្រាប់អំពីរបៀបនៃការបូកHardik ហ្នឹងឲ្យបានលេងឲ្យបានខ្លាំងហើយនឹង rating ខ្ពស់ rating កប់ណាគ្នាហ្នឹងហើយខ្ញុំនឹងប្រាប់សម្រាប់ការបូករបស់ខ្ញុំគឺខ្ញុំបូកការបញ្ចប់ទី10ការគ្រប់គ្រងបាល់4បន្ទាប់មកប្រយុទ្ធស្រួចស្បែកជើងអត់ទោះការប្រយុទ្ធស្រួចហ្នឹងគឺ12ហ្នឹងហើយ12ហើយ physical contact គឺ4ហ្នឹងហើយបន្ទាប់មកសពប្រមាណគឺយើងដាក់ស្បែកជើងទាំងអស់មកអ្នកគ្នានេះគឺជាការបូក Hardik របស់ខ្ញុំហើយ rating របស់គាត់គឺមិនរបស់គាត់គឺ102អស់មិនខ្លាំងត្រឹមហ្នឹងហើយអ្នកគ្នាហើយហ្នឹងហើយអ្នកគ្នាអាចមើលបានការបូកខ្ញុំបូក physical contact ការប៉ាត់ពាំងឲ្យល្អ4ស្បែកជើងរត់លឿនមិននឹងលាសើហត់8បន្ទាប់មក acceleration ការប្រយុទ្ធល្អ12ហ្នឹងហើយ dribbling ball ការគ្រប់គ្រងបាល់4និងប្រយុទ្ធការសុទ្ធច្បាស់10អ្នកនេះមើលទៅអាចមើលបានគឺ rating ល្អ acceleration 92ល្អហើយគាត់តែល្អហើយ finish 9 គាត់អូខេ acceleration ឡើងរហូតដល់95ហើយការប៉ាត់ពាំងនេះអែមស្រែមអ្នកនេះហើយ balance លាសើហត់អី92 9គាត់ល្អអ្នកនេះសម្រាប់ការលេង rank Hardik ប៉ុណ្ណឹងគឺអែមស្រែមហើយអ្នកនេះហ្នឹងហើយអាចយកលេង rank បានកប់សេរីហើយអ្នកគ្នាបើសិនជាពេញចិត្តវីដេអូហ្នឹងកុំភ្លេចជួយ subscribe ជួយ like ជួយសញ្ញារូបកណ្ដឹងនៅបងប្អូនអ្នកគ្នាអរគុណច្រើនអ្នកគ្នាជួបខ្ញុំនៅវីដេអូបន្តទៀតបាយបាយ